បងប្អូនដែលទៅប្រទូណាមឬទៅបាងកកធ្លាប់ជិះទូកនេះអត់បើសិនជាអត់ធ្លាប់ជិះទេទស្សនាវីដេអូមួយនេះហើយការជិះទូកនេះមិនមែនជិះទូកដែលទៅអាយខុនសយ៉ាមអីនោះទេបងប្អូនគឺការជិះទូកលើទឹកលូទៅខាងបាងកាពិឡាត់ផ្លាវឬក៏ទៅប៊ូបេទៅវត្តភូខៅថងឬក៏ទៅផ្លូវបាត់ទឹកថងអីចឹងណាបងប្អូនហើយបើសិនចង់ដឹងថាតើការជិះទូកហ្នឹងរបៀបម៉េចត្រូវធ្វើវាម៉េចអាចទស្សនាវីដេអូមួយនេះបានទាំងអស់គ្នាបងប្អូនតើជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនាំបងប្អូនទាំងអស់គ្នាមកស្គាល់ស្ថានីយ៍ជិះទូកទៅលេងផ្សារប៊ូបេឬក៏ទៅផ្លែឈើនៅមហាណាតឬក៏ទៅបាត់ទឹកថងឬទៅវត្តភូកៅថងអញ្ចឹងទៅឥឡូវនេះគឺស្ថានីយ៍ការជិះទូកហ្នឹងគឺអត់ឆ្ងាយទេគឺនៅប្រទូណាមយើងនេះឯងបងប្អូនតែពេលដែលបងប្អូនមកដល់ Platinum ប្រកាសជាដើរលើ Skywalk ហ្នឹងហើយអញ្ចឹងបងប្អូនឈប់ឡើង Skywalk ហ្នឹងមើលមកចំពីមុខបងប្អូនមកគឺឃើញកន្លែងជិះទូកហ្នឹងហើយនៅពេលដែលបងប្អូនចង់ឆ្លងមកខាងហ្នឹងមកខាងកន្លែងជិះទូកបងប្អូនបើឆ្លងនៅលើផ្លូវថ្នើជើងហ្នឹងឯងបងប្អូនអាចឆ្លងនៅក្រោមស្ពានហ្នឹងបានមានន័យថានៅពេលដែលបងប្អូនចុះពីស្ពានហ្នឹងបងប្អូនមកឃើញមានផ្លូវក្រោមខ្នល់ហ្នឹងគេមានថាផ្លូវក្រោមដីគេមានផ្លូវក្រោមដីហ្នឹងគឺក្រោមខ្នល់ហ្នឹងឯងបងប្អូនគឺឥឡូវដោយសារតែខ្ញុំមកខាងហើយស្រាចេកអញ្ចឹងបាទខ្ញុំបានថតឲ្យបងប្អូនមើលប៉ុន្តែនេះបងប្អូនគឺឃើញអាផ្លូវទូចមួយហ្នឹងឯងដែលមានផ្លាកប៉ាយប៉កហមហ្នឹងណាគឺផ្លូវហ្នឹងសម្រាប់ឆ្លងទៅម្ខាងទៀតដើម្បីឡើងទៅ Platinum ប៉ុន្តែយើងដើរតាមនឹងមកវាអត់មានគ្រោះថ្នាក់ចរាចរណ៍អីទេហើយទូកសូមបញ្ជាក់តិចថាវាមានសងខាងឆ្វេងស្ដាំបើសិនជាបងប្អូនទៅម្ខាងដែលកំពុងថតនោះអានឹងគឺទៅបាងកាពិឡាត់ផ្លាវហ្នឹងហើយអញ្ចឹងយើងមិនទៅខាងហ្នឹងទេយើងមកម្ខាងដែលយើងកំពុងតែឈរនេះវិញអញ្ចឹងនៅពេលដែលបងប្អូនមកដល់ម្ខាងដែលយើងកំពុងឈរហ្នឹងយើងឡើងទូកមកអញ្ចឹងគឺវាទៅខាងបាត់ថថងទៅវត្តភូខៅថងទៅប៊ូបេហ្នឹងឯងបងប្អូនហើយនៅពេលដែលយើងឡើងទូកឡើងអង្គុយឲ្យតន់បងប្អូនព្រោះមនុស្សជិះច្រើនមែនតើហើយកុំលឺថាអូជិះទូកលើទឹកលូនឹងស្អុយតាមពិតវាអត់ស្អុយខ្លាំងដែលយើងពិបាកទួយកនោះទេគេមានរនាំងថង់ប្លាស្ទិកឯកាពីដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយតម្លៃដែលខ្ញុំទៅផ្សារប៊ូបេហ្នឹងគឺតម្លៃត្រឹមតែ12បាតក្នុងម្នាក់តែប៉ុណ្ណោះអញ្ចឹងនៅពេលដែលយើងឡើងទៅដល់យើងប្រាប់គេទៅថាយើងទៅស្ថានីយ៍ប៊ូបេអញ្ចឹងណាបងប្អូនហើយបើសិនជាបងប្អូនអត់ស្គាល់ស្ថានីយ៍ទេបងប្អូនអាចប្រាប់គេឲ្យគេប្រាប់យើងបានហើយមួយវិញទៀតឬក៏បងប្អូនអាចមើល map តាម Google ក៏បានដែរហើយងាយស្រួលចំណាំទេមានថានេះចំណតទី1ដែលយើងត្រូវចុះហ្នឹងអាហ្នឹងគឺទៅបាត់តាថងទៅសយាមទៅអីចឹងទៅហើយហួសពីហ្នឹងទៅគឺទៅដល់ប៊ូបេហ្នឹងហើយបងប្អូនហើយនៅប៊ូបេហ្នឹងក៏ត្រូវចុះនៅខាងស្ដាំដៃបងប្អូនហើយនៅពេលដែលទៅដល់ប៊ូបេហ្នឹងបងប្អូនប្រកាសឃើញហើយគឺអាគារផ្សារប៊ូបេអាគារធំអីអញ្ចឹងណាបងប្អូនអញ្ចឹងគឺងាយស្រួលមែនតើសម្រាប់អ្នកដែលអត់ចង់ជិះឡានក្រុងអត់ចង់ជិះឡានតាក់ស៊ីអីចឹងទៅហើយសូមបញ្ជាក់ផងដែរថាការជិះទូកហ្នឹងគឺគេបើកតាំងពីម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចអញ្ចឹងគឺយើងអាចធ្វើដំណើរបានពីម៉ោង6ព្រឹក6ល្ងាចបងប្អូនឥឡូវនេះគឺយើងគៀកមកដល់នឹងស្ថានីយ៍ប៊ូបេហើយបងប្អូនហើយខ្ញុំចង់បញ្ជាក់ផងដែរថានៅពេលដែលបងប្អូនមកដល់ប៊ូបេហ្នឹងគឺបងប្អូនអាចទិញកៅអៅហើយទៅលេងផ្សារមហាណាតទិញផ្លែឈើញ៉ាំផងដែរណាអរគុណបងប្អូនទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយនេះគឺជាស្ថានីយ៍ប៊ូបេផងដែរអរគុណ